បងប្អូនទាំងអស់ដែលខ្ញុំពីច្រើនខ្ញុំជួបអ្នកដែល start up ឬក៏ธุរកិច្ចថ្មីហ្នឹងខ្ញុំសួរមូលហេតុគាត់លេងហ្នឹងព្រោះខ្ញុំជាអ្នកចាប់ដើមថ្មីដូចគ្នាសួរតើហេតុអីគាត់មកចាប់ដើមនេះអូដោយសារគាត់ធ្វើការឲ្យគាត់រងសម្ពាធពីមេឬក៏ធ្វើការរងសម្ពាធពីក្រុមហ៊ុនលក្ខខណ្ឌច្រើនអីអញ្ចឹងគាត់មិនចង់ចាប់ដើមអាជីវកម្មថ្មីមួយដល់ខ្លួនឯងដែលគាត់មានសិទ្ធិសម្រេចចិត្តខ្លួនឯងតែសម្រាប់ខ្ញុំខ្ញុំនិយាយថា no អ្នកដែលចាប់ដើមអាជីវកម្មថ្មីមិនមែនរងសម្ពាធទេគឺយើងទូលភ្នំហ្មងពីព្រោះបន្ទុកទាំងអស់ហ្នឹងគឺយើងនៅរ៉ាប់រងបើយើងធ្វើការឲ្យគេយើងនៅមានប្រធានផ្នែកយើងនៅមានអគ្គនាយកទទួលគាត់ត្រូវរួមជាមួយយើងតែបើយើងចាប់ដើមធ្វើអាជីវកម្មខ្លួនឯងគឺយើងទូលភ្នំទាំងមូលហ្មងអត់មានពាក្យថាកន្លែងណាអូអត់ហើយចាំខ្ញុំសួរនៅនេះសួរអត់ទេទាំងការសម្រេចចិត្តទាំងការទទួលគាត់ត្រូវគឺយើងជាម្ចាស់នៃអាជីវកម្មនោះទូគាត់ត្រូវតែម្ដងអញ្ចឹងខ្ញុំសុំកន្លែងហ្នឹងសុំគិតម្ដងទៀតបើសិនបើឈប់ធ្វើការហើយមក start up ព្រោះតែរងសម្ពាធសុំពិចារណាដល់វិញជំរាបសួរខ្ញុំបាទឈ្មោះថ្ងៃសុផាតជាសហថាបនៃ Eco App ហើយ Eco App យើងនិយាយសម្រាប់ទៅគឺជាថ្នាល Digital ដែលចូលរួមអភិវឌ្ឍសហគមន៍យើងទៅជា Digital និងនិរន្តរភាពបេសកកម្មនិងចាក់គោលវិស័យយើងគឺចូលរួមអភិវឌ្ឍសហគមន៍យើងទៅជា Digital និងនិរន្តរភាពជាមួយគ្នាហើយមុខងារសំខាន់យើងមាន2បាទចំពោះមុខងារទី1គឺផ្សារ Digital ឬក៏ e-marketplace នេះដោយសារបើដោយសារខ្ញុំជាក្រុមហ៊ុន software ពីដើមមកហើយខ្ញុំគិតថាស្រុកយើងវាចំណាយពេលក្នុងការហ៊ុញផលិតផលហ្នឹងទៅលើទីផ្សារបានអញ្ចឹងបានថ្មីបើតាវាឈ្មោះផ្សារ digital មែនក៏ប៉ុន្តែនៅលើទីផ្សារគេស្គាល់យើងជា Eco Minoi ដោយសារវាសាមញ្ញដោយសារនៅតាមហាងមួយចំនួនខ្ញុំឃើញពីផលលំបាករបស់គាត់ត្រូវ print បោះពុម្ពMinoi ហើយគាត់ត្រូវការហាងខ្លះគាត់ត្រូវការកែច្នៃឬក៏បញ្ចុះតម្លៃឬក៏ត្រូវការបន្ថែមមុខម្ហូបអីក៏ត្រូវ print ឬក៏បោះពុម្ពម្ដងទៀតអញ្ចឹងហើយបានយើងបញ្ចេញមុខងារមួយគឺ Eco Digital Minoi ហ្នឹងតែនៅពេលដែលគាត់បញ្ចូល Minoi ជាមួយយើងហើយនៅពេលដែលចំនួនប្រើប្រាស់ច្រើនយើងអាចបើកមុខងារផ្សារបានអញ្ចឹងមានថាអតិថិជនគាត់អាច scan មើល Minoi ហើយធ្វើការកម្មងនៅលើនោះក៏បានគាត់អាចរកហាងរបស់អតិថិជនរបស់ម្ចាស់ហាងហ្នឹងនៅលើ Eco App យើងគាត់ធ្វើការបញ្ជាទិញពីផ្ទះមកទៅយកនៅហាងក៏បានឬក៏ដឹកជញ្ជូនទៅផ្ទះក៏បានដែរប៉ុន្តែរងប្រតិបត្តិការទាំងអស់គឺម្ចាស់ហាងឬម្ចាស់អាជីវកម្មគាត់ជាអ្នកគ្រប់គ្រងខ្លួនឯងយើងគ្រាន់តែជា platform កណ្ដាលមួយដែលបង្កភាពងាយស្រួលទៅអ្នកទិញនិងអ្នកលក់តែប៉ុណ្ណោះបាទសេវាកម្មទី2ដោយសារស្រុកយើងប្រហែលជារៀងអត់សូវសម្បូរសប្បាយតាក់ទងនឹងសេវាកម្មហ្នឹងដែលខ្ញុំនិយាយនេះពាក្យថាជា software ជាសេវាកម្មឬក៏ភាសាអង់គ្លេស system ឬក៏ software as a service មុខងាររបស់វានេះគឺមានថាយើងបង្កើតជាសេវាកម្មណាមួយហើយតែតម្រូវមនុស្សប្រើប្រាស់ទូទៅច្រើនឧទាហរណ៍ថា Microsoft Word ក៏យើងអាចរាប់ថាជា SaaS បានដែរឬក៏នៅទីផ្សារដែលខ្ញុំឃើញអ្នកផ្នែកវិស័យ digital ទីផ្សារផ្សេងៗហ្នឹងគាត់ប្រើ link tree មានន័យថាគាត់មាន link single link មួយមានថា link ជាគេហទំព័រខ្លីមួយនៅលើហ្នឹងគាត់អាចមានលេខទូរស័ព្ទគាត់មានដំណរភ្ជាប់នៃបណ្ដាញសង្គមជាច្រើនទៀតឬក៏ខ្មែរយើងហាត់ជានាមបានក៏បានដែរតែបើអានេះយើងនេះជានាមបានបែប digital យើងនឹងបញ្ចេញមុខងារហ្នឹងហើយក៏យើងសម្រាប់តែយើងជាក្រុមហ៊ុនបច្ចេកវិទ្យាមែនតែយើងអត់ដាច់ឆ្ងាយពីបរិស្ថានឬក៏និយាយពីធម្មជាតិទេអញ្ចឹងបានយើងប្រើពាក្យ eco ហ្នឹងបាទហើយចំពោះអតិថិជនរបស់គោលដៅរបស់ Eco App វិញបើយើងនិយាយទៅយើងទូលំទូលាយពេកតែដោយសារតម្រូវការបើអីដែលយើងធ្វើនេះសាមញ្ញអញ្ចឹងមានថាប្រជាជនទូទៅនរណាក៏គាត់អាចប្រើប្រាស់បានដែរទាំងពីសិស្សសាលាទាំងពីអ្នកគ្រូលោកគ្រូឬក៏អ្នករស់ក្នុងសហគមន៍យើងហ្នឹងដោយសារយើងផលិតផលយើងមានពីរជាផ្សារ digital ហើយនឹងជា software ជាសេវាកម្មហ្នឹងអញ្ចឹងខ្ញុំនឹងបង្ហាញបន្តទៀតថាអតិថិជនគោលដៅយើងងាយស្រួលយ៉ាងម៉េចតែបើខ្ញុំនិយាយរួមទៅរាល់បងប្អូនជាអតិថិជនដែលនៅក្នុងសហគមន៍យើងតែមូលហ្នឹងជាគោលដៅអតិថិជនរបស់ខ្ញុំតែម្ដងបាទពាក្យថា Eco App នេះ Eco មកពាក្យពេញមកថា Electronic Community មានន័យថាជាប្រែជាភាសាខ្មែរថាជាសហគមន៍ Electronic ឬក៏ Digital ហេតុអីបានយើងអញ្ចឹងបើយើងនិយាយទៅស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលយើងគឺយើងនឹងវិវត្តទៅជាសហគមន៍ Digital អញ្ចឹងដើម្បីចូលរួមចំណែកជាមួយនឹងរដ្ឋាភិបាលហើយនឹងក៏ជា
និន្នាការពិភពលោកដែរនេះជាមូលហេតុដែលយើងដាក់ឈ្មោះវាជា eco ហ្នឹងមកហើយ eco ហ្នឹងបើនៅទីផ្សារវាឬអីធម្មតាតែ eco ចង់សំដៅទៅលើធម្មជាតិឬក៏ទៅលើការសន្សំចៃហ្នឹងទៅដូចគ្នាអញ្ចឹងមិនថាយើងអាចកន្លោះបានពីទីសហគមន៍ digital ឬក៏ជា eco បែបធម្មជាតិឬក៏សន្សំចៃក៏បានដែរភាសាមុខងារយើងហ្នឹងវាអត់ឃ្លាតឆ្ងាយពីគ្នាទេបាទចំពោះដំណើរដើមតងដែលហេតុអីបាទយើងបង្កើត eco app នេះមកកាពិតក្រុមហ៊ុនយើងគឺឈ្មោះថា IT Care ទេក៏ប៉ុន្តែពីមុនយើងជាក្រុមហ៊ុនដែលផ្ដល់សេវាកម្មអភិវឌ្ឍ software សម្រាប់ក្រុមហ៊ុន1 2 3 4អញ្ចឹងទៅតែនៅពេលដែលយើងធ្វើកម្មយូរទៅមានន័យថាទំហំនៃការធ្វើរបស់យើងគឺធំហើយស្មុគស្មាញក៏ប៉ុន្តែនៅពេលដែលយកមកប្រើប្រាស់ជាក់ស្ដែងអ្នកដែលប្រើប្រាស់មានចំនួនតូចអញ្ចឹងហើយបានខ្ញុំចង់ពិសាមួយក្រុមការងារយើងចង់ផលិតជាផលិតផលឲ្យខ្លួនឯងឥឡូវខ្ញុំលើកឧទាហរណ៍ថាក្រុមហ៊ុន Meta ផលិត Facebook ឬ Instagram មកអញ្ចឹងទៅយើងដូចគ្នាដែរយើងក្រុមហ៊ុន IT Care ផលិតជា Eco នឹងមកតែយើងព្យាយាមបង្កើតមុខងារណាដែលសាមញ្ញពីព្រោះអ្នកដែលប្រើប្រាស់គឺជាមនុស្សធម្មតាឬសាមញ្ញទេយើងនឹងមិនបង្កើតជាមុខងារណាដែលបង្កភាពស្មុគស្មាញឲ្យគាត់ទេអញ្ចឹងយើងព្យាយាមបើនិយាយនៅក្នុងវិស័យចំណងវិញខ្ញុំនៅក្នុងការថាថ្ងៃមកថ្ងៃណាក៏យើងចុះទៅហាងកាហ្វេថ្ងៃណាក៏យើងចុះទៅពុញនិយាយថ្ងៃណាក៏យើងចុះនៅក្នុងសហគមន៍រហូតអញ្ចឹងយើងឃើញចំណុចបញ្ហាប្រឈមនៅក្នុងសហគមន៍យើងគឺហាងមួយគាត់ចំណាយលុយមួយហាងអស់លុយច្រើនម្ដងហើយអញ្ចឹងគាត់ត្រូវធ្វើ print ម៉ឺនុយហើយមួយខែពីរខែគាត់ត្រូវការ update ម៉ឺនុយថ្មីអញ្ចឹងគាត់ទៅ print អញ្ចឹងបានយើងបញ្ចេញមុខងារដំបូងគេបំផុតនៅលើទីផ្សារដែលគេស្គាល់យើងនេះគឺ Eco ម៉ឺនុយហើយចំពោះក្រុមការងារយើងបើជាក់ស្ដែងសហសកម្មនឹងយើងគឺមាន2ក៏ប៉ុន្តែក្រុមការងារយើងក៏មានចាញ់មានចូលមានចាញ់មានចូលអញ្ចឹងទៅតែបច្ចុប្បន្ននេះទាំងពេញម៉ោងទាំងក្រៅម៉ោងឬក៏ទាំងហាត់កាយហ្នឹងយើងមាន12នាក់ក៏ប៉ុន្តែមុខងាររបស់គាត់គឺផ្សេងៗគ្នាទាំងអស់ហើយភាគច្រើនអ្នកទាំងអស់គ្នាហ្នឹងខាងអ្នកអភិវឌ្ឍអញ្ចឹងគាត់អត់សូវចេញមុខចេញឲ្យច្រើនទេហើយចំពោះតម្រូវការនរណាដែលអាចចូលរួមជាមួយ Eco បានសម្រាប់ខ្ញុំអត់ទៅផ្ដោតទៅលើថាគាត់ត្រូវបកកែហ្មងឬអីទេខ្ញុំមើលទី1ខ្ញុំមើលអត្តចរិតគាត់ទី2ខ្ញុំមើលថាទស្សនវិស័យគាត់ហើយចំណងចំណូលចិត្តគាត់ពេញចិត្តនៃគម្រោងហ្នឹងអត់ពីព្រោះខ្ញុំគិតថាជំនាញហើយនឹងទេពកោសល្យយើងនឹងជាយាមរុញគាត់ទីម្ដងហើយក្រុមការងារ Eco យើងគឺអត់មានបទពិសោធន៍អីខ្លាំងណាស់ណាទេនិយាយទៅមានតែខ្ញុំមួយហើយនឹងមិត្តភក្តិម្នាក់ទៀតទេដែលដៃគូយើងហ្នឹងដែលគាត់មានបទពិសោធន៍ច្រើនប៉ុន្តែអ្នកដែលធ្វើគឺក្មេងៗមែនតើហើយក្មេងហើយគាត់វារវៃទៀតអញ្ចឹងពេលគាត់ចូលធ្វើមួយយើងគាត់ត្រូវការធ្វើបដារៀនបដាធ្វើការបដារៀនបដាមានន័យថាកន្លែងយើងនេះគឺជាថ្នាលបច្ចេកវិទ្យាដែលតាន់សម័យហើយនឹងជាយើងធ្វើអីដែលបច្ចេកវិទ្យាហ្នឹងផ្សារភ្ជាប់ជាមួយនឹងតម្រូវការសាមញ្ញនៅក្នុងសហគមន៍យើងចំពោះបញ្ហាដោយសារខ្ញុំហើយនឹងសហថានឹងមួយទៀតគាត់យល់ពីបញ្ហាប្រឈមនឹងច្រើនតែបញ្ហាចម្បងដែលយើងលំបាកជាងគេយើងត្រូវបញ្យល់ឲ្យអ្នកដែលចូលរួមមួយយើងក្រោយឬក៏ខ្ញុំនិយាយថាបងប្អូនជំនាន់ក្រោយនេះចំពោះជំនាញចំណេះគាត់ខ្ញុំនិយាយថាគាត់បកកែជាងខ្ញុំច្រើនហើយគាត់ឆ្លាតខ្លាំងតែបញ្ហាប្រឈមរបស់គាត់គឺគាត់អត់សូវមានភាពអត់ធ្មត់ទេហើយគាត់ធ្វើអីគាត់រំពឹងចង់បានលទ្ធផលលឿនអញ្ចឹងនេះជាបញ្ហាប្រឈមដែលខ្ញុំក្នុងជាអ្នកដឹកនាំនៃបច្ចេកឬកម្រងហ្នឹងត្រូវការបង្វឹកគាត់ព្រោះបច្ចេកទេសគាត់ល្អហើយតែគាត់ត្រូវតែធ្វើមិនឲ្យគាត់ថាអានេះគេហៅថាជា long term ឬក៏មានចាក់គូវិស័យវែងឆ្ងាយអញ្ចឹងត្រូវការភាពអត់ធ្មត់ខ្លាំងមែនទែនជំនាញផ្សេងៗយើងអាចរៀនបដាធ្វើបដាក៏បានដែរតែគាត់ត្រូវតាំងចិត្តពីអំណត់ខ្ពស់បើជាក់ស្ដែងហ្មងអ្នកនៅជុំវិញខ្លួនខ្ញុំតាំងពីការចាប់ផ្ដើមក៏គាត់មិនសូវគិតថាមិនអាចទៅរួចនៅពេលធ្វើឲ្យយើងជួបឧបសគ្គព្រោះការរំពឹងទុករបស់គាត់ក៏ថាប្រហែលធ្វើទៅ3ខែក្រោយនឹងមានលទ្ធផលហើយ4ខែក្រោយនឹងមានលទ្ធផលតែខ្ញុំត្រៀមខ្លួនឯងដើម្បីប្រឈមនឹងបញ្ហាហ្នឹងយ៉ាងហោចដល់ក៏2ឆ្នាំដែរបានចេញជារូបរាងមកហើយយើងសម័យទៅវិញថានៅពេលយើងដាំដូងយ៉ាងហោចណាស់ចំណាយពេល4ឆ្នាំឬ5ឆ្នាំមិនបានផលចុះកម្រងមួយដែលយើងធ្វើដើម្បីជាប្រយោជន៍សហគមន៍មួយចុះហេតុអីយើងចង់បានលទ្ធផល3 4ខែនេះជាមូលហេតុដែលយើងលំបាកហើយពេលខ្លះសម្ពាធនឹងមកគ្រប់កន្លែងមកតែខ្ញុំតាំងចិត្តបដិញ្ញាខ្លួនឯងថាអត់អាចឈប់បានទេសឹងតែខ្ញុំយករៀនការនៅពេលវេលាខ្ញុំបូជាឬក៏ dedicate ទៅលើគម្រោងនឹងទាំងមូលតែម្ដងគឺយើងអត់អាចឈប់បានទេចំពោះធុរកិច្ចថ្មីដែលតាក់ទងនឹងវិស័យបច្ចេកវិទ្យាដែលបងប្អូនឬក៏បងប្អូនចង់ចាប់ផ្ដើមខ្ញុំជាបទពិសោធន៍ខ្ញុំទេណាហើយក៏បងប្អូនយកទៅពិចារណាខ្លួនឯងជាយាមស្គាល់គេខាងក្រៅអ្នកបច្ចេកវិទ្យាបានច្រើនពីព្រោះនៅពេលដែលយើងផលិតជាសេវាកម្មឬក៏ជាផលិតផលមួយតាក់ទងបច្ចេកវិទ្យាអ្នកដែលប្រើប្រាស់នោះគឺមិនមែនជាអ្នកមនុស្សបច្ចេកវិទ្យាទេគឺជាមនុស្សសាមញ្ញទូទៅទេអញ្ចឹងសូមឲ្យបងប្អូនចុះទៅសិក្សាពីទីផ្សារហ្នឹងឬក៏យល់ពីតម្រូវការជាក់ស្ដែងនៃផលិតផលឬក៏សេវាកម្មយើងឲ្យច្បាស់លាស់សម្រាប់ខ្ញុំ
កុំតែភាសាជាមួយអ្នកចេះទេដូចគ្នាព្រោះគាត់ងាយទេតែអ្នកប្រើប្រាស់មិនមែនជាអ្នកចេះទេគឺជាប្រជាជនទូទៅទេនេះជាខ្លីដែលទាក់ទងនឹងធុរកិច្ចបែប digital បងប្អូនទាំងអស់ដែលខ្ញុំពីច្រើនខ្ញុំជួបអ្នកដែល start up ឬក៏ធុរកិច្ចថ្មីហ្នឹងខ្ញុំសួរមូលហេតុគាត់លេងហ្នឹងព្រោះខ្ញុំជាអ្នកចាប់ដើមថ្មីដូចគ្នាសួរតែហេតុអីគាត់មកចាប់ដើមនេះអូដោយសារគាត់ធ្វើការឲ្យគាត់រងសម្ពាធពីមេឬក៏ធ្វើការរងសម្ពាធពីក្រុមហ៊ុនលក្ខខណ្ឌច្រើនអីអញ្ចឹងគាត់មិនចង់ចាប់ដើមអាជីវកម្មថ្មីមួយដល់ខ្លួនឯងដែលគាត់មានសិទ្ធិសម្រេចចិត្តខ្លួនឯងតែសម្រាប់ខ្ញុំខ្ញុំនិយាយថា no អ្នកដែលចាប់ដើមអាជីវកម្មថ្មីមិនមែនរងសម្ពាធទេគឺយើងទូលប៉ុណ្ណោះហ្មងពីព្រោះបន្ទុកទាំងអស់ហ្នឹងគឺយើងអ្នករ៉ាប់រងបើយើងធ្វើការឲ្យគេយើងនៅមានប្រធានផ្នែកយើងនៅមានអគ្គនាយកទទួលគាត់ត្រូវរួមជាមួយយើងតែបើយើងចាប់ដើមធ្វើអាជីវកម្មខ្លួនឯងគឺយើងទូលធ្នប់ទាំងមូលហ្មងអត់មានពាក្យថាកន្លែងណាអូអត់ហើយចាំខ្ញុំសួរនៅនេះអត់ទេទាំងការសម្រេចចិត្តទាំងការទទួលក៏ត្រូវគឺយើងជាម្ចាស់មានអាជីវកម្មនោះទូក៏ត្រូវតែម្ដងអញ្ចឹងខ្ញុំសុំកន្លែងហ្នឹងសុំគិតម្ដងទៀតបើសិនបើឈប់ធ្វើការហើយមក start up ព្រោះតែរងសម្ពាធសុំពិចារណាដល់វិញដំណើរការបន្ទាប់នៃ Eco App យើងដូចនិយាយអញ្ចឹងEco យើងគឺទាំងបច្ចេកវិទ្យាទាំងចូលរួមជាមួយបរិស្ថានអញ្ចឹងហើយបានយើងផ្សារជាប់ជាមួយនឹងបរិស្ថានយើងដោយសារខ្ញុំឃើញបងប្អូនយើងទៅញ៉ាំកាហ្វេឬក៏ទៅក្រៅញ៉ាំទឹកញ៉ាំអីហ្នឹងគាត់ប្រើកំប៉ុងជាផ្លាស្ទិកឬក៏កែវផ្លាស្ទិកប្រើម្ដងចោលនេះជាមូលហេតុយើងចង់បង្ហាញឲ្យដបទឹកបែបឆ្លាតវៃហ្នឹងតែឆ្លាតវៃមិនឆ្លាតវៃហើយ digital ទៀតដបទឹកហ្នឹងគាត់យើងអាចធ្វើការដាក់ទឹកក្តៅឬទឹកត្រជាក់បានធន់បានតែលក្ខណៈសម្បត្តិរបស់យើងដែលយើងចង់មែនតើហ្នឹងគឺដើម្បីចូលរួមកាត់បន្ថយផ្លាស្ទិកក្នុងសហគមន៍យើងហើយបងប្អូនយើងហ្នឹងឥឡូវនេះគាត់មានការហាត់ប្រាណមានអីយ៉ាងទៅពេលខ្លះគាត់អាចបានកាត់ទូរស័ព្ទឬទៅជាមួយគឺនៅលើដបទឹកហ្នឹងមាន QR code មួយ smart បើយើងនិយាយទៀតស្មើនឹង SIM card នៅក្នុងទូរស័ព្ទមួយអញ្ចឹងពេលយើងតាណាម្នាក់អញ្ចឹងឧទាហរណ៍តែយើងភ្លេចយកទូរស័ព្ទទៅយើងហាត់ប្រាណអញ្ចឹងទៅយើងជួបអ្នកដែលយើងខានជួបយូរអញ្ចឹងអូក៏សួរថាយើងមានលេខទូរស័ព្ទអត់ Telegram មិន TikTok មិនអីអញ្ចឹងទៅគាត់អាច scan ទៅតែគ្នាបានហ្មងនេះជាដែលយើងនិយាយថាជាប្រភេទដបទឹកឆ្លាតវៃបែប digital ហើយចូលរួមកាត់បន្ថយ plastic ក្នុងសហគមន៍យើងទៀតអញ្ចឹង Eco យើងគឺជាងធ្វើអីដែលល្អដើម្បីជាប្រយោជន៍ក្នុងសហគមន៍យើងដបទឹកនេះបច្ចុប្បន្ននេះយើងមានច្រើនប្រភេទហើយក៏យើងបានសាកល្បងដាក់លក់បដាដែរហើយមានអ្នកគាំទ្របែបជាង10នាក់ហើយគោលដៅរបស់យើងដូចខ្ញុំនិយាយអញ្ចឹងខ្ញុំចង់ឲ្យខ្លាយជាដបទឹកមួយដែលឆ្លាតវៃហើយក៏ជាអត្តសញ្ញាណនៃបុគ្គលម្នាក់នៃអ្នកដែលប្រើដបទឹកហ្នឹងអញ្ចឹងមានថាដបទឹកហ្នឹងស្មើនឹងគាត់មាន SIM card ចន់មួយខ្លួនគាត់អញ្ចឹងនៅពេលដែលគាត់ទៅក្រៅប្រទេសឬក៏អីហ្នឹងទៅគាត់អាចឲ្យបរទេស scan មើលបានហើយក៏ខ្ញុំចង់ឲ្យយើងមានមោទនភាពដែលយើងកាន់ដបដែលប្រើបច្ចេកវិទ្យារបស់កូនខ្មែរយើងតែបើតែនេះយើងយកនាំចូលមែនប៉ុន្តែបច្ចេកវិទ្យាឬក៏ភាពអនុវត្តច្នៃប្រឌិតហ្នឹងជារបស់ខ្មែរយើងអញ្ចឹងនៅពេលដែលយើងទៅក្រៅប្រទេសឬក៏បរទេសមកលេងស្រុកខ្មែរយើងអាចធ្វើជាកាដូជូនគាត់បានហើយវានឹងឃើញថាផ្លាកសញ្ញារបស់ខ្មែរយើងអាចចេញទៅក្រៅប្រទេសបានហើយក៏ជាមោទនភាពថ្មីមួយដែលចង់ឲ្យបងប្អូនទាំងអស់រីករាយជាមួយនឹង Eco យើងបងប្អូនហើយជាចុងក្រោយនៃវីដេអូនេះក៏ខ្ញុំសូមអរគុណដល់បងប្អូនដែលគាំទ្រគម្រោង Eco នេះទាំងអ្នកប្រើប្រាស់នៅក្នុងហាងទាំងម្ចាស់ហាងហើយក៏ខ្ញុំអរគុណជារួមដែរដល់រាជរដ្ឋាភិបាលដែលមានកម្មវិធីថ្នាក់ជាតិឬកម្មវិធីច្រើនដែលជំរុញឲ្យធុរកិច្ចថ្មីដូចជាខ្ញុំហ្នឹងមានភាពលូតលាស់ឧទាហរណ៍ថាបច្ចុប្បន្ននេះខ្ញុំបានទទួលការគាំទ្រពីសហគ្រិនខ្មែរឬក៏ KE ដែលគាត់អនុញ្ញាតឲ្យខ្ញុំធ្វើការនៅក្នុងកន្លែងធ្វើការនេះអញ្ចឹងយើងកាត់បន្ថយការចំណាយរបស់យើងដែរហើយក៏អរគុណដល់មជ្ឈមណ្ឌលតេជោតែអភិវឌ្ឍធុរកិច្ចថ្មីដែរដែលធ្វើការកិច្ចសម្ពាធដល់ខ្ញុំនេះហើយក៏គាត់ក៏មានកម្មវិធីច្រើនដែរតែដោយសារមួយយ៉ាងក្រោយនេះក៏ខ្ញុំអត់សូវមានបានចូលរួមតែខ្ញុំនឹងចូលរួមបន្តទៀតហើយក៏ខ្ញុំនៅតែអរគុណដដែលហើយបងប្អូនដែលចង់ចាប់ផ្ដើមអាជីវកម្មថ្មីឬក៏ធុរកិច្ចថ្មីហ្នឹងអាចនេះជាឱកាសដែលយើងអាចទទួលការបដិបត្តិពីរដ្ឋាភិបាលតាមគម្រោងនីមួយៗដែលខ្ញុំបានរៀបរាប់នឹងហើយក៏ខ្ញុំអត់មានអីច្រើនទេហើយនៅតែអរគុណម្ដងទៀតចំពោះការគាំទ្រនៃគម្រោង Eco អរគុណច្រើនជំរាបលា